tôi chăm bạch bà sân thì ai chi viên ta một số bài xính cứ kê chặt thuộc tham mình chăm bạch tê được chứ này dương miên tập lâu môi kích đầm bay ta bật bật mớ tọp tối chỉ mùi nâng cá chuyên tiền hơi cá để dương pra práng tôi tam mà mát nâng tụm hôm cua thân nạn này cá chuyên tiền nhé chẳng hỏi bàn chia kê tha bọc cô mà nè để bàn đọกับเรื่องbánh chấm pua nè chuyên tiền khốn nó pe để nè chuyên pua bàn vay mà lơ khốn hết rót đặt mê prối hay bài nó còn đọกับเรื่องbánhនេះជាគេហៅថាជាមិនមែនជាស្ថិតក្នុងការការពារស្របច្បាប់ទេពីព្រោះថាអ្នកដែលការឆ្លៀនពៀនហ្នឹងគាត់រត់ហើយគ្រោះថ្នាក់ដែលបានការឆ្លៀនពៀនហ្នឹងបានបាត់ឡើងហើយតម្ងន់ដែលការឆ្លៀនពៀនហ្នឹងវាស្រាលមានករណីមួយទៀតដែលក្នុងក្របខ័ណ្ឌនៃការការពារស្របច្បាប់បានកំណត់សន្មត់ថាជាការការពារស្របច្បាប់តែម្ដងហើយវាតាក់ទងជាមួយនឹងបន្ទុកនៃភ័ស្តុតាងក្នុងករណីដែលច្បាប់សន្មត់ថាស្ថិតក្នុងការពារស្របច្បាប់ហ្នឹងគឺបន្ទុកនៃភ័ស្តុតាងធ្លាក់ទៅលើស្ថាប័នដែលជាប់ប្រកាន់អាជ្ញាធរមានសមត្ថកិច្ចអញ្ចឹងក្នុងករណីនេះគឺច្បាប់របស់យើងបានកំណត់ករណី2យ៉ាងដែលថាស្ថិតក្នុងការការពារស្របច្បាប់ថាត្រូវសន្មត់ថាជាការការពារស្របច្បាប់នៅក្នុងករណីដូចតទៅបទល្មើសត្រូវបានប្រព្រឹត្តដើម្បីរុញច្រានការចូលក្នុងពេលយប់ដោយមានការកាប់គាស់ទំនួលទំនាយដោយហិង្សាឬដោយយកកលល្បិចនៅកន្លែងដែលមានមនុស្សរស់នៅពេលយប់ដូចនេះការចូលនៅក្នុងពេលយប់នៅកន្លែងដែលមានមនុស្សរស់នៅតាមរយៈការប្រើប្រាស់សោខ្លែងឬក៏ការផ្គត់ទំនុំលាយអនុញ្ញាតឲ្យម្ចាស់ទីកន្លែងប្រើមធ្យោបាយទប់ទល់ដើម្បីរុញច្រានអ្នកនោះវិញហើយករណីទី2គឺបទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួចឬការប្លន់ដែលអនុវត្តដោយហិង្សាដូចនេះយើងស្ថិតនៅក្នុងស្ថានភាពដែលមានចោរប្លន់ឬក៏ចោរមកលួចដោយប្រើហិង្សាប្រើប្រាស់អាវុធយើងអាចប្រើមធ្យោបាយដើម្បីទប់ទល់វិញដើម្បីដូច្នេះយើងស្ថិតនៅក្នុងស្ថានភាពនៃសេចក្ដីធានានៃការការពារស្របច្បាប់បានន័យថាបន្ទុកភ័ស្តុតាងធ្លាក់ទៅលើអាជ្ញាធរមានសមត្ថកិច្ចគឺអัยការជាអ្នករកភ័ស្តុតាងថាយើងមិនស្ថិតក្នុងស្ថានភាពការការពារស្របច្បាប់ទេហើយមានចំណុចមួយទៀតដែលខ្ញុំចង់បញ្ជាក់សច្ចាធាឬការសន្មត់ថាការការពារស្របច្បាប់នេះគឺពុំមានលក្ខណៈដាច់ខាតទេបានន័យថាវាអាចត្រូវរំលាយដោយភ័ស្តុតាងផ្ទុយហើយដូច្នេះហើយបានជាថាទោះបីយើងស្ថិតនៅក្នុងស្ថានភាពនៃការសន្មត់ថាការការពារស្របច្បាប់ក៏ដោយក៏មិនអនុញ្ញាតឲ្យយើងប្រើប្រាស់នៅមធ្យោបាយតទល់នឹងដែលមានវិសមាមាត្រជាមួយនឹងអង្គើឆ្លៀនពៀនទេហើយដែលយើងយល់ដឹងច្បាស់ទៀតអញ្ចឹងបានមាននៅប្រទេសបារាំងមានយុទ្ធសាស្ត្រមួយឪពុកម្នាក់របស់កូនស្រីម្នាក់នាងកំមុំម្នាក់គាត់បានយកកំភ្លើងបាញ់នៅបុរសជាសង្សាររបស់ស្ត្រីហ្នឹងនៅពេលដែលគាត់ប្រើសោខ្លែងចូលនៅក្នុងរបងផ្ទះអញ្ចឹងតាមពិតគាត់បានកត់សម្គាល់ថាពេលយប់ឡើងបុរសហ្នឹងតែងតែលួចមកជួបជាមួយនឹងកូនស្រីរបស់គាត់ហើយគាត់ដឹងច្បាស់ហើយដូច្នេះគាត់យកកំភ្លើងបាញ់ដោយថាគាត់អះអាងនៅស្ថានភាពការពារស្របច្បាប់ដោយសាររុញច្រាននៅការចូលពេលយប់កន្លែងនោះគឺថាជាមធ្យោបាយដែលប្រើប្រាស់ដោយគេថាមានវិសមាមាត្រមានថាមិនសមរម្យនឹងអំពើដែលឆ្លៀនពៀននេះជាករណីមួយដែលខ្ញុំបានចង់បញ្ជាក់ហើយចុងក្រោយគឺជាស្ថានភាពមួយដែរជាមូលហេតុមួយដែរដែលនាំឲ្យអ្នកប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវព្រមត្តនហើយបានន័យថាមានបទល្មើសគាត់ប្រព្រឹត្តបទល្មើសប៉ុន្តែគាត់មិនទទួលខុសត្រូវព្រមត្តនហើយគាត់ក៏មិនទទួលទណ្ឌកម្មព្រមត្តនដែរដែលហៅថាស្ថានភាពចាំបាច់គឺមានលក្ខខណ្ឌច្បាប់យើងកំណត់ថាបទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមានឬនឹងដែលនឹងកើតមានគ្មានវិសមាមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់បើប្រៀបធៀបកម្មវត្ថុនៃការការពារនៅក្នុងស្ថានភាពចាំបាច់គឺដូចគ្នានឹងការការពារក្នុងករណីការពារស្របច្បាប់គឺការពារខ្លួនការពារអ្នកដទៃការពារទ្រព្យសម្បត្តិប៉ុន្តែអ្វីដែលធ្វើឲ្យការការពារស្ថានភាពចាំបាច់ខុសពីការការពារស្របច្បាប់នេះគឺដោយសារចារីប្រឈមនឹងគ្រោះថ្នាក់មួយដែលមិនកើតចេញពីការឆ្លៀនពៀនមិនត្រឹមត្រូវនៅក្នុងការការពារស្របច្បាប់គឺត្រូវតែមានការឆ្លៀនពៀនមិនខុសច្បាប់នៅក្នុងស្ថានភាពចាំបាច់គឺចារីស្ថិតនៅប្រឈមចំពោះគ្រោះថ្នាក់មួយដែលអាចកើតចេញពីមិនមែនកើតចេញពីគេហៅថាការឆ្លៀនពៀនមិនត្រឹមត្រូវវាអាចកើតចេញគ្រោះថ្នាក់កើតចេញដោយឯងហើយចំណុចមួយទៀតការស្ថានភាពចាំបាច់ខុសជាមួយនឹងអនុភាពដោយកម្លាំងដោយសារនៅក្នុងស្ថានភាពចាំបាច់នេះចារីគាត់មានសេរីភាពក្នុងជំរើសរបស់ខ្លួនចំណែកក្នុងស្ថានភាពអនុភាពនៃកម្លាំងចារីមិនអាចទប់ទល់បានហើយគ្មានជំរើសទេហើយដូច្នេះនៅក្នុងស្ថានភាពគាត់ចាំបាច់ចារីគាត់មានសេរីភាពក្នុងការប្រព្រឹត្តឬមិនប្រព្រឹត្តអញ្ចឹងឧទាហរណ៍
cứ tha thì họ miền trán ai lơ tha nẹt bạc bong nẹt để quật bàn sầm lá chất tha chlong cắt cùng nút ra cho để hàm quát đầm bay chi viếng còn ói bạc bốc nẹt mai trường mà nè chẳng bởi dương cơ tha khơi tha nẹt bạc bo để bạc bo chlong cắt cùng nút ra cho hàm quát chịu bật mơ nó tạm cho bạc ra cho vận tải cho bạc đời xa quật nông than phiệp đầm bay than phiệp chạm bách đầm bay chi viếng cột nặng muối để nông cá bọc nẹt mai trường chẳng quay để thắt chi chầm bong trong than phiệp chạm bách cứ chinh muối rồi viếngพ่อ ประโยชน์ để cà phê និង พ่อ ประโยชน์ để ត្រូវ លះ បង់ ដូច្នេះ พ่อ ប្រយោជន៍ ដែល ត្រូវ ការពារ ត្រូវ តែ ធំ ជាង ផល ប្រយោជន៍ ដែល លះ បង់ នេះ ជា ចិញ្ចី ដែល គេ ថ្លឹង នៅ ក្នុង ស្ថានភាព ចាំបាច់ ហើយ មាន ឧទាហរណ៍ ច្រើន ទៀត ករណី ដូចជា យើង អាច មើល ឃើញ នៅ ភាពយន្ត ផ្សេង អ្នក ថ្មើរ ជើង ម្នាក់ ដែល កំពុង តែ ដើរ ដោយ ភ្លេច ខ្លួន ឬ ដោយ សារ ចាប់ អារម្មណ៍ នឹង អាគារ ឬ សារ មើល អី ភ្លេច ខ្លួន គាត់ មិន ពុំ បាន ដឹង ថា រថយន្ត បើក មក ពី ក្រោយ ហើយ មាន អ្នក ផ្សេង ម្នាក់ គាត់ ទៅ ចាប់ គាត់ ធាក់ ឬក៏រុញច្រានដើម្បីកិច្ចពីគ្រោះថ្នាក់ចរាចរណ៍កាត់ឡើងយើងឃើញថានេះជាស្ថានភាពចាំបាច់ដែរហើយបុគ្គលដែលថាតតេជនដែលទៅរុញអ្នកថ្មើរជើងអាចដួលរបៀនរបួសវាអាចថាបករបួសឬអំពើហិង្សាប៉ុន្តែដើម្បីជួយសង្គ្រោះជីវិតគាត់អញ្ចឹងក៏ស្ថិតក្នុងស្ថានភាពចាំបាច់ដែរមកនេះជាខ្លឹមសារមួយចំនួនមូលហេតុមួយចំនួនដែលខ្ញុំបាទចង់ធ្វើការបញ្ជាក់តាមន័យនៃក្រមព្រហ្មទណ្ឌដែលជាមូលហេតុនាំឲ្យមានការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឬសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌហើយអញ្ចឹងជាគោលការណ៍សំលឹកជាចុងក្រោយថាបុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌមិនទទួលទណ្ឌកម្មព្រហ្មទណ្ឌណាមួយទេបាទសូមថ្លែង